សុខភាពមុនត្រៀមមានកូនការពិនិត្យនិងការថែទាំសុខភាពមុនត្រៀមមានកូនគឺជាសារៈសំខាន់និងមានគុណប្រយោជន៍ខ្លាំងណាស់សម្រាប់អ្នកដែលចង់បានបុត្រធីតាព្រោះវាអាចជួយបង្កើនសមត្ថភាពពេលពពោះមានកូននិងអាចកាត់បន្ថយគ្រោះថ្នាក់នៃការលូតលាស់របស់កូននិងការខូចខាតរាងកាយជាពិសេសវាផ្ដល់ឲ្យអ្នកនៅកូនមានសុខភាពល្អពេញបរិបូរណ៍ហើយអ្នកដែលត្រូវត្រៀមខ្លួនមិនមែនមានតែស្ត្រីនោះទេបរិសុទ្ធជាពុកក៏ត្រូវត្រៀមខ្លួនដូចគ្នានិយាយរួមទៅគឺបុគ្គលទាំងពីរនាក់គួរតែមានការត្រៀមខ្លួនឲ្យបានល្អនិងសមស្របទាំងផ្នែករាងកាយនិងផ្លូវចិត្តខាងក្រោមនេះគឺជាចំណុចសំខាន់នៃការថែទាំសុខភាពមុនពេលមានកូនទី1ពិនិត្យសុខភាពទូទៅការពិនិត្យសុខភាពទូទៅជាមួយវិជ្ជាបណ្ឌិតជំនាញផ្នែកស្ត្រីដូចជាជំងឺផ្សិតនិងជំងឺផ្សេងពិនិត្យសម្ពាធឈាមជំងឺទឹកនោមផ្អែមជំងឺបេះដូងពីការថែទាំអាហារនិងជម្រើសក្នុងការរស់នៅការញ៉ាំអាហារដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ផ្អាកជៀសវាងអាហារដែលមានគ្រោះថ្នាក់ដូចជាការញ៉ាំស្រាជក់បារីឬពពួកថ្នាំញៀនឬការប្រើប្រាស់ថ្នាំដោយគ្មានណែនាំពីវេជ្ជបណ្ឌិតត្រឹមត្រូវទី3លើកកម្ពស់សុខភាពផ្លូវចិត្តជជែកគ្នាអំពីការត្រៀមមានកូនជៀសវាង stress និងស្វែងរកការគាំទ្រពីគ្រួសារឬអ្នកជំនាញផ្នែកផ្លូវចិត្ត4ទទួលបានវ៉ាក់សាំងនិងការការពារពិនិត្យថាតើបានចាក់វ៉ាក់សាំងគ្រប់គ្រាន់ហើយឬនៅដូចជាវ៉ាក់សាំងផ្ដាសាយឬក៏តេតាណូស5តាមដានវដ្តរដូវពិនិត្យថាតើវដ្តរដូវរបស់អ្នកមានការប្រែប្រួលឬប្រក្រតីឬអត់គណនាពេលវេលាដែលមេជីវិតធ្លាក់ដើម្បីត្រៀមបង្កកំណើត6សុខភាពហិរញ្ញវត្ថុការពិនិត្យមើលពីសុវត្ថិភាពនិងសុខភាពផ្ទាល់ខ្លួនមុនសម្រាល6សុខភាពហិរញ្ញវត្ថុការពិនិត្យមើលពីសុខភាពផ្ទាល់ខ្លួនមុនសម្រាប់ចិត្តមានកូនវាជារឿងដែលល្អណាស់សម្រាប់សុខភាពម្ដាយជាពិសេសសុខភាពកូនដែលកើតមកប៉ុន្តែសុខភាពហិរញ្ញវត្ថុរបស់អ្នកក៏ត្រូវពិនិត្យឡើងវិញផងដែរដើម្បីជៀសវាងផលប៉ះពាល់ដល់សុខុមាលភាពគ្រួសាររបស់អ្នកក្រោយពេលសម្រាលអរគុណអ្នកម៉ែដែលបានស្ដាប់សារមួយនេះសូមអ្នកស្ដាប់ហើយពិចារណាតាមការគូសូមអរគុណសូមជម្រាបលាសុខភាពល្អ